a university, a university, a one-way street, a one-way street, a European country, a European country បាទត្រង់ចំណុចនេះហេតុអីយើងជាទូទៅសិស្សានុសិស្សមួយចំនួនសម្គាល់ថាអោយតែពីមុខនឹងបើសិនជាពីមុខនឹងជាស្រៈគឺយើងប្រើអឺនបាទយើងមើលអក្សរ U នេះជាអីជាស្រៈO នេះជាស្រៈហើយអក្សរ E នេះជាស្រៈដែរហេតុអីអត់ប្រើអឺនហេតុអីក្នុងមេរៀនរបស់យើងប្រើបាទអញ្ចឹងសូមអ្នករៀនទាំងអស់ត្រូវចងចាំថាពាក្យ university ហ្នឹងគឺផ្ដើមដោយអក្សរយៈបាទអក្សរវៈ sorry បាទអក្សរ y គឺសំឡេងផ្ដើមដោយអក្សរ y គឺវៈបាទវៈអញ្ចឹងវាអត់មានសំឡេងស្រៈទេអញ្ចឹងកាលណាអត់មានសំឡេងស្រៈគឺហ្នឹងគឺអត់ប្រើអឺនទេបាទប្រើបាទដូច a one way street a one way street បាទ a one way street ហ្នឹងគឺយើងមើលសំឡេងវៈបាទសំឡេងវៈអញ្ចឹងវាអត់មានស្រៈទេកាលណាវាអត់មានស្រៈយើងប្រើបាទបើសិនជាយើងប្រើអឺនគឺខុសហើយបាទនេះដូចគ្នាបាទ a European country a European country បាទគឺប្រទេសរបស់អឺរ៉ុបមួយបាទអញ្ចឹងអានេះអក្សរ E នេះជាទូទៅយើងស្គាល់ស្រៈប៉ុន្តែសំឡេងរបស់វាអត់មានស្រៈទេគឺសំឡេងបាទ y វៈបាទអញ្ចឹងយើងប្រើកាលណាសំឡេងវាជាភ្ជញ្ជនៈគឺយើងប្រើយើងអត់ប្រើអឺនទេលុះត្រាតែស្រៈដែលមានសំឡេងវាជាស្រៈហ្នឹងទើបយើងប្រើអឺនបាទ